ខុតខ្លួនជនសង្ស័យចំនួន6នាក់ពាក់ព័ន្ធករណីក្លែងបន្លំឯកសារជាមន្ត្រីនគរបាលជាតិដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី9ខែមេសាឆ្នាំ2025កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកវរៈសេនីយ៍ឯកមនវុធីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន6នាក់ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើងភូមិសំរោងសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនជនសង្ស័យចំនួន6នាក់មួយឈ្មោះបានសុភ័ក្រភេទប្រុសមុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលលេខ42ភូមិត្រពាំងជ្រៃសង្កាត់កាកា2ខណ្ឌពោធិ៍សែនជ័យ2ឈ្មោះគង់យ៉ងជូភេទប្រុសមុខរបរសិស្សស្នាក់នៅខណ្ឌសែនសុខ3ឈ្មោះពុតមេងហួរភេទប្រុសមុខរបរសិស្សស្នាក់នៅផ្ទះលេខ 43D ភូមិបុរីសន្តិភាព2សង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យ4ឈ្មោះឈុនដារីញ៉ែលភេទប្រុសមុខរបរជាសិស្សស្នាក់នៅភូមិថ្នោរគោលសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យទី5ឈ្មោះម៉ៅផាន់នីម័រភេទប្រុសមុខរបរកម្មករស្នាក់នៅសង្កាត់កាកា2ខណ្ឌពោធិ៍សែនជ័យទី6ឈ្មោះតាំងភក្តីភេទប្រុសមុខរបរជាជាងម៉ាស៊ីនត្រជាក់ស្នាក់នៅភូមិចាក់ជ្រូកសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យសម្ភារៈដកហូតរួមមានទូរស័ព្ទចំនួន7គ្រឿងម៉ូតូចំនួន3គ្រឿងម៉ាក Honda Dream ពណ៌ខ្មៅទី2គឺម៉ាក Honda Wave ពណ៌ខ្មៅទី3ម៉ាក Honda Scorpio ពណ៌ក្រហមបច្ចុប្បន្នជនសង្ស័យនៅវត្ថុតាខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់